ជំរាបសួរបងប្អូននេះកបិតកាត់ឈើណាកបិតកាត់ឈើមកកាត់របស់វានេះ230មីលីម៉ែត្រស្មើនឹង2ទឹក3ហ៊ុនណាបាទហើយថ្មិញនេះមានចំនួន20ថ្មិញនេះមិនជុំវិញនេះគឺមិនណាមិនច្រវាក់ណាបងប្អូនខ្លះគាត់ច្រឡំស្មើច្រវាក់គាត់ថាអានឹងច្រវាក់ត្រង់ស្នើមែនទេគឺថ្មិញត្រង់ស្នើណាថ្មិញអាម៉ាស៊ីនអាឈើយើងហ្នឹងទេគឺគេមិនជាប់ជាមួយថាសហ្នឹងបាទមាន20គ្រាប់ជុំវិញបាទអញ្ចឹងអានេះគឺងាយស្រួលសម្រាប់ការបន្លុំដើមឈើបងប្អូនណាដើមឈើប្រពន្ធហ្នឹងក៏កាត់បានហើយយើងកាត់មកជាហៀងកាត់មកជាហៀងហើយកាត់មកជាហៀងទៅយើងបន្លុំបានហើយដើមឈើហ្នឹងបាទហើយការលះមែកឈើការលះអីហើយនឹងដើមឈើប៉ិនមីជើងមីប៉ិនមីដៃណាប៉ិនកូនដៃអីគឺងាយស្រួលកាត់ដែរអាហ្នឹងបាទហើយអត់ផ្ទាត់អត់ខ្លាច់ផ្ទាត់ខ្លាច់បាក់អីដូចកបិតយើងនេះទេអត់ដូចដងនេះទេដងនេះមានបងប្អូនខ្លះគាត់កបិតនេះគាត់យកទៅកាត់ឈើធំណាឈើប្រប៉ិនកដៃប្រប៉ិនកភួនជើងហើយគាត់ព្យាយាមប្រើកបិតនេះកាត់អានឹងហានិភ័យណាបងប្អូនអានឹងហានិភ័យមែនតើហ្មងពេលដែលវាប្រេះពេលខ្លះយើងអត់ចាប់អារម្មណ៍វាប្រេះខាងក្នុងអញ្ចឹងវាធ្វើឲ្យបាក់កបិតហ្នឹងត្រូវជើងអានឹងជាញឹកញាប់បងប្អូនដែលខ្ញុំធ្លាប់ទទួលបានព័ត៌មានណាប៉ុន្តែព័ត៌មានហ្នឹងវាអត់ viral លើបណ្ដាញសង្គមទេដោយសារវាខុសនឹងគោលការណ៍របស់ក្រុមហ៊ុន YouTube TikTok ហើយនិង Facebook គេឲ្យឃើញឈាមមិនឲ្យឃើញរបួសទេអញ្ចឹងបានយើងអត់សូវឃើញព័ត៌មានហ្នឹងតាមពិតគឺវាតែងតែកើតឡើងជារៀងរាល់ឆ្នាំណានៅក្នុងស្រុកខ្មែរយើងហ្នឹងបាទតាក់ទងមួយការប្រើកំបិតដែលអត់ត្រូវបច្ចេកទេសយើងប្រើលើសសមត្ថភាពរបស់វាបានលើសសមត្ថភាពមិនបានតែកំបិតអញ្ចេះគឺគេសម្រាប់តែកាត់ស្មៅអញ្ចឹងឯងហើយដល់ពេលយើងទៅកាត់ដើមឈើធំប្រប៉ិនកដៃប៉ិនកភួនជើងអីអាហ្នឹងគឺលើសទូនាទីរបស់វាអញ្ចឹងវាប្រឈមមុខនឹងហានិភ័យបាទគឺហើយអារឿងហ្នឹងបងប្អូនគឺខ្ញុំធ្លាប់ជួបផ្ទាល់ខ្លួនឯងម្ដងដែរតែមិនមែនខ្ញុំអ្នកកាន់ទេពូខ្ញុំអ្នកកាន់បាទពូខ្ញុំអ្នកកាន់ម៉ាស៊ីនគឺថាយើងផ្លាស់វេនគ្នាម៉ាស៊ីន2ម៉ាស៊ីន1មនុស្ស2នាក់អញ្ចឹងយើងផ្លាស់វេនគ្នាកាន់ពេលដែលវេនខ្ញុំកាន់ហ្នឹងអត់អីទេដល់ពេលវេនពូខ្ញុំកាន់លែងបាក់ផ្លែកបិតមកវត្តទៅមុខវាបោកវាបោះទៅមុខអញ្ចឹងបើបោះមកក្រោយបើមិនចំគាត់ក៏ចំខ្ញុំដែរព្រោះខ្ញុំចូលពីក្រោយគាត់អញ្ចឹងវាបាក់កបិតនេះប៉ុន្តែវាបាក់ចំពេលវាបោះទៅមុខអញ្ចឹងវាខ្ទាតទៅមុខបាទតែបើខ្ទាតមកក្រោយអាហ្នឹងគឺចំជើងយើងហើយបាទស្បែកជើងកវែងយើងហ្នឹងទប់អត់ជាប់ទេផ្លែកបិតហ្នឹងណាបាទព្រោះធ្លាប់អ្នកខាងរតនគិរីហ្នឹងកាត់ស្មៅចន្ទីបាក់ផ្លែកបិតហ្នឹងលហែកស្បែកជើងកវែងហ្នឹងលហែកចុងដល់ឆ្អឹងហ្មងណាអូយស្រាវមែនតើខ្ញុំឃើញវីដេអូហ្នឹងខ្ញុំស្រាវមែនតើណាបាទអញ្ចឹងក្នុងករណីបែបហ្នឹងយើងគួរប្រើកបិតនេះណាបងប្អូនប្រើកបិតនេះអញ្ចឹងយើងវៀងទៅយើងកុំចង់លឿនណាកន្លែងស្មៅយើងកាត់មួយកបិតនេះបានយើងកាត់ទៅហើយកន្លែងណាដើមឈើធំអីកន្លែងណាដែលយើងសង្ស័យថាអាចនឹងមានថ្មអាចនឹងអីហ្នឹងអាថ្មធំយើងអាថ្មធំចេះបងប្អូនអាហ្នឹងតែប៉ះមួយផ្លែកបិតនេះអាហ្នឹងគ្រោះថ្នាក់បាទអញ្ចឹងយើងរំលងទៅណាយើងរំលងចោលទៅហើយចាំយើងដាក់ផ្លែកបិតនេះដើម្បីកាត់វាណាកន្លែងដើមឈើធំយើងដោះដាក់កបិតនេះទៅដើម្បីយើងកាត់វាបន្លំណាហើយស្មៅតូចប៉ុណ្នេះអីយើងប្រើកបិតនេះក៏បានដែរអត់អីទេប៉ុណ្នេះប៉ុនមេជើងអីកបិតនេះកាត់បានណាបាទអញ្ចឹងក្នុងការប្រើប្រាស់នោះជាមតិយោបល់របស់ខ្ញុំណាបងប្អូនតកតងមួយការប្រើប្រាស់កបិតនេះយើងឧស្សាហ៍ឆែកមើលបើសិនជាវាប្រេះកន្លែងនេះយើងឆាប់មើលឃើញយើងឧស្សាហ៍មើលឃើញប៉ុន្តែបើសិនជាវាប្រេះកន្លែងនេះយើងមើលអត់ឃើញទេព្រោះចានកាត់ស្មៅរបស់យើងគឺវាអញ្ចេះណាចានកាត់ស្មៅរបស់យើងគឺវាអញ្ចេះអញ្ចឹងបើសិនជាវាប្រេះខាងក្នុងនេះគឺយើងមើលអត់ឃើញទេលុះត្រាតែយើងដោះកបិតហ្នឹងបានយើងឃើញស្នាមប្រេះបាទអាហ្នឹងហើយដែលខ្ញុំជំរាបជូនបងប្អូនដែលធ្លាប់ឆ្លងកាត់បទពិសោធន៍បាក់កបិតនេះគឺវាប្រេះកន្លែងនេះវាប្រេះត្រឹមនេះអញ្ចឹងយើងមើលអត់ឃើញយើងមើលពីខាងក្រៅអត់ឃើញព្រោះវាបាំងចានវាអញ្ចឹងអញ្ចឹងវាប្រេះខាងក្នុងនេះយើងមើលអត់ឃើញទេយើងពេលដែលយើងឆាបកបិតយើងឆាបតែនេះអញ្ចឹងយើងឃើញថាវានៅស្អាតអញ្ចឹងប៉ុន្តែអត់ដឹងថាវានៅខាងនេះវាប្រេះអញ្ចឹងអាហ្នឹងពេលកាត់ទៅប៉ះឈើធំឬប៉ះថ្មធំទៅវាបាក់ផ្លែកបិតហ្នឹងបាទអញ្ចឹងក្នុងករណីហ្នឹងដូចជំរាបជូនបងប្អូនអញ្ចឹងយល់ល្អយើងរំលងទៅណាយើងមិនបាច់បខំប្រើនេះទេអានេះយើងសម្រាប់កាត់ស្មៅធម្មតាទូទៅណាតូចតែបើដើមឈើធំអីយើងប្រើកបិតនេះហើយបាទហើយនឹងមួយទៀតកបិតកងនេះការពារដាច់តំណាំនេះអានេះអត់តន់ដាក់ផ្លែទេវាមានផ្លែរបស់វានេះអាហ្នឹងកាត់កុំឲ្យដាច់តំណាំនៅថាតំណាំវាដើមឈើដើមតរេនយើងអញ្ចឹង
ចឹងស្មៅវានៅតែនេះយើងកាត់ទៅវាដាច់ទៅស្មៅវាអត់ដាច់តរ៉េនយើងទេអញ្ចឹងហើយវាស្អាតដល់ដីទៀតនេះវាជ្រះដល់ដីដោយសារយើងដាក់កូនកបិតតូចនៅក្រោមនេះបាទអញ្ចឹងដល់មានច្រើនយើងធ្វើបន្តរហូតអានេះធ្វើនៅខ្មែរទេបងប្អូនណាបាទហើយនេះបោះជប៉ុនអានេះក៏បោះជប៉ុនដែរអានេះបោះ Moto Yamaha ណាបាទអានេះបោះជប៉ុនដែរហើយនឹងមានមួយទៀតបោះអាល្លឺម៉ង់ហ្នឹងរឹងស្វិតណាហ្នឹងពណ៌ខ្មៅបាទហើយអានេះក្បិតកាត់ស្រូវណាបងប្អូនអានេះក្បិតកាត់ស្រូវនេះប្រវាយវា5ទឹកកន្លះបាទនេះកាត់ចុងស្រូវណាបាទអរគុណមានប៉ុណ្ណឹងបាទអូបញ្ជាក់ជូនបងប្អូនអានេះមកគ្រាប់9រៀលណាអានេះមកគ្រាប់9រៀលអានេះ8រៀលអានេះអានេះ5រៀលណាបាទប្រវាយ3ទឹក